យរៀបចំឈុតឆាកធ្វើជាទាហានខ្មែរដាក់មីនសម្ដេចតេជោថាសម្ដែងបានល្អតែខ្វះបច្ចេកទេសតាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី4 ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាបានប្រតិកម្មតបទៅនឹងការចុះផ្សាយដោយកាសែតថៃដឹកណាសិនដោយភ្ជាប់រូបភាពបុរស2នាក់ស្លៀកឈុតទាហានខ្មែរកំពុងបង្កប់មីនសម្ដេចតេជោប្រាប់ឲ្យអ្នកដឹកនាំរឿងថៃថ្ងៃក្រោយរៀបចំសេណារីយ៉ូឲ្យបានល្អរកតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនឲ្យអ្នកថតចេះថតពីរបៀបធ្វើចោលដាក់មីនទៅគេជឿសារបង្រៀនពីរបៀបដាក់ថ្មីរបស់សម្ដេចតេជោធ្វើឡើងភាគីថៃតែងតែបង្កសាច់រឿងចោទម្ដងហើយម្ដងទៀតថាកម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ាក្នុងបទអន្តរាគមន៍នាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកអិនដារ៉ាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសដែលបានការពារភាពស្អាតស្អំរបស់កម្ពុជានិងបានប្រតិកម្មវិញថាកម្ពុជាតែងតែគោរពកាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមអនុសញ្ញាអូតាវ៉ាផ្ទុយពីការចោទប្រកាន់របស់ថៃ